បាទសួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡាទាំងអស់គ្នាចឹងថ្ងៃនេះគឺខ្ញុំថតមនថ្មីដែលទើបតែនឹងមកដល់ថ្មីមិញហ្នឹងឥឡូវនេះខ្ញុំដាក់វាស៊ីចំណីបន្តិចសិនចាំដល់ពេលវាបាត់ហត់មែនតើខ្ញុំនឹងជូតទឹកវាហើយដាក់ថ្នាំវាបន្ថែមតិចដើម្បីឲ្យវាមានកម្លាំងហើយមននេះគឺមិនមែនជាមនរបស់ខ្ញុំទេគឺបងអូនទិញមកឲ្យខ្ញុំថែដើម្បីត្រៀមចូលឆ្នាំចិនខាងមុខហ្នឹងព្រោះអីពួកខាងបងអូនធ្វើការហ្នឹងគេឲ្យសម្រាប់អញ្ចឹងយើងទិញមនមកដើម្បីជុលលេងតាមភូមិជាមួយអ៊ំពូតែយើងជុលនេះមិនមែនដាក់លុយច្រើនដូចគេទេដាក់ត្រឹមតែវិជាផឹកមនមួយប៉ុណ្ណឹងមននេះគឺឡាយវៀតណាមបងប្អូនមនឡាយស្និតអុកគីឡូវា23អញ្ចឹងប្រហែលជាពេញអាចឡើងដល់25អញ្ចឹងផែនវាបងប្អូនមើលទៅស្អាតអត់សម្រាប់បងប្អូនតែសម្រាប់ខ្ញុំផែនប៉ុណ្នេះគឺស្អាតហើយមនសមរូបសមរាងវាហើយនឹងគីឡូកម្ពស់អីរបស់វាគឺសមហើយអ្វីដែលចម្លែកនោះគឺក្បាលវាតងោលដោយពុតួរឿងការចំនួនមុនបងប្អូនរឿងចិនក្បាលតងោលអញ្ចឹងសម្រាប់វីដេអូមុនហ្នឹងគឺខ្ញុំថតរហូតបងប្អូនថតចាប់ពីថ្ងៃដែលវាមកហ្នឹងរហូតដល់ថ្ងៃវាចេញចូលអញ្ចឹងលទ្ធផលវាចូលទៅជាយ៉ាងណាក៏ខ្ញុំថតឲ្យបងប្អូនមើលដែរចុងមុនហ្នឹងចូលថ្ងៃ17បងប្អូនអញ្ចឹងចិត្តដល់ហើយប្រហែលជា3-4ថ្ងៃទៀតហ្នឹងដល់ហើយអញ្ចឹងយើងចាប់ពីពេលហ្នឹងទៅបុកបើវាបើចំណីបើថ្នាំដើម្បីឲ្យវាល្អនិងកម្លាំងមូនព្រោះយើងជុលយើងទោះតែយើងបើវាដែរបងប្អូនមនជាកលាមួយដែលត្រូវការថែរក្សាបិបាច់ពីយើងអ្នកចិញ្ចឹមទើបវាមានកម្លាំងដែរហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយសូមបងប្អូនចុចពាក្យជាវនិង Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់បងនេះទុនទាំងហ្នឹងដល់មកmá thả sập vậy á